រឿងសំលុយដុល្លារឬក៏សំលុយរៀលអានេះគឺជាប្រធានបទរយយើងជជែកគ្នាទេហើយជាការសន្សំមួយដែលខ្ញុំចង់ដាស់តឿនបងប្អូនដែរបងប្អូនខ្ញុំបាននិយាយអំពីការវិនិយោគទូទៅខ្ញុំបាននិយាយអំពីទម្លាប់របស់អ្នកដែលគាត់មានលុយហើយគាត់មានឱកាសក្នុងការបង្កើតលុយច្រើនជាងយើងបើក្នុងការករណីយើងផឹងរក$1000យើងពិបាកណាតែបើសិនជាយើងមាន$1000ហើយយើងអាចរកក្រុមនឹងស្រួលហើយបើសិនជាគេមាន$10000មាន$100,000មាន$1,000,000ហ្នឹងគេអត់ធ្វើអីក៏គេមានលុយចំណូលចាយប្រចាំថ្ងៃដែរហើយមុននឹងទៅនិយាយរឿងសំលុយរៀលឬក៏លុយដុល្លារដែលបងប្អូនមួយចំនួនគាត់សួរថាអនាគតលុយរៀលចុះអត់ហើយត្រូវសំលុយរៀលឬក៏លុយដុល្លារខ្ញុំបដូរជាប្រធានបទនេះទៅជាឱកាសសម្រាប់បងប្អូនវិញអញ្ចឹងទៅឥឡូវខ្ញុំនិយាយប្រាប់បងប្អូនថាចេះយើងម្នាក់គឺជាធនាគារហើយយើងម្នាក់គឺជាអ្នកវិនិយោគដោយសារតែសម័យហ្នឹងវាជឿនលឿនហើយយើងក្នុងម្នាក់យើងមានកងធនាគារខ្លួនឯងណាយើងមានកងធនាគារខ្លួនឯងយើងអាចយកលុយសរុបរបស់យើងជាលុយខ្មែរហើយនិងលុយដុល្លារដាក់ចូលក្នុងកងធនាគារអាចនិយាយថាយើងជាតូបដូរលុយមួយអញ្ចឹងណាបងប្អូនសួរថាតើគួរសន្សំលុយដុល្លារឬក៏លុយរៀលហ្នឹងចាំយើងនិយាយក្រោយបន្ទាប់ពីនិយាយនេះខ្ញុំចង់ប្រាប់បងប្អូនថាចេះខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនថាអ្នកមានណាគេគ្រាន់តែបើកលុយពីការដូរលុយរបស់គេគ្រាន់តែយកលុយពីការដូរលុយរបស់គេយកទៅបើកប្រាក់ខែឲ្យបុគ្គលិកបានកម្មករបានជួនណាទៅបើកកម្មករស្ទើរតែ100នាក់ហ្នឹងអាហ្នឹងសម្រាប់អ្នកមានខ្លាំងហេតុអីខ្ញុំឲ្យឧទាហរណ៍បងប្អូនការចាប់យកឱកាសគឺប្រសើរបំផុតនៅក្នុងស្រុកខ្មែរយើងមានតែកង2កងដុល្លារនិងកងខ្មែរបើនៅបរទេសមានកណន័យខ្លះគេអាចដាក់អឺរ៉ូដាក់ដុល្លារហើយនឹងកងលុយផ្សេងទៀតងាយស្រួលសម្រាប់គេអញ្ចឹងណាហើយដល់បងប្អូននៅតាមព្រំដែនអញ្ចឹងទៅគាត់អាចមានកងថៃដូរមកកងដុល្លារអញ្ចឹងទៅគាត់មានធនាគារថៃអញ្ចឹងណាអញ្ចឹងសិតតែជារឿងឱកាសមិនបើឧទាហរណ៍ថានៅក្នុងពេលបច្ចុប្បន្នឧទាហរណ៍ណាខ្ញុំអត់តមកមើលហាងឆេងលុយថ្ងៃនេះហាងឆេងលុយធ្លាក់មក$4,050រៀលដូរបាន$1 $4,050រៀលដូរបាន$1ប៉ុន្តែជាទូទៅលុយរៀលនិងលុយដុល្លារវាឡើងចុះពី